វីដេអូនេះបង្ហាញពីរបៀបប្រើប្រាស់កាមេរ៉ាសុវត្ថិភាពតាហោះ Pico B1 ដំបូងយើងត្រូវ download ជាមួយនឹងកម្មវិធី DMSS នៅក្នុង App Store ឬមួយក៏ Play Store រួចចុច Sign Up ដើម្បីបង្កើត account ជាមួយនឹង DMSS កន្លែងនេះយើងចង់បង្កើតជាមួយនឹងលេខទូរស័ព្ទក៏បាន Email ក៏បានរួចបង្កើតជាមួយនឹង password ត្រូវមានចាប់ពី8ខ្ទង់ឡើងទៅហើយត្រូវលាយឡំជាមួយនឹងអក្សរធំនិងសញ្ញាពិសេសបន្ទាប់មកចុចពាក្យ verification code ហើយត្រូវធ្វើការ verify មួយសិនបន្ទាប់មកវានឹងផ្ញើលេខកូដសម្ងាត់ចូលទៅកាន់លេខ Telegram របស់យើងហើយឬមួយក៏វា send ទៅ email ជំហានបន្ទាប់យើង copy លេខកូដនឹងមករួចផាសចូលទៅក្នុង app DMSS តែប៉ុណ្ណឹងគឺយើងបង្កើត account បានជោគជ័យហើយជំហានដំបូងយើងដោះស្ទះរបស់កាមេរ៉ាសិនមកដើម្បីដាក់ memory របស់យើងចូលរួចយើងសោក memory ចូលទៅយើងត្រូវសោកកាប់ memory ចុះក្រោមរួចចង្កត់ចូលចំពោះខ្សែមួយនេះបើសិនជាយើងចង់ប្រើជាមួយនឹងខ្សែ LAN អ៊ីនធឺណិតយើងអាចដោតចូលរុននេះបានហើយដោតជាមួយនឹងឆ្នាំងសាររបស់កាមេរ៉ារួចរងចាំកាមេរ៉ាដំណើរការរួចរាល់សិនបន្ទាប់មកចូលទៅក្នុង app ចុចសញ្ញាបូកនិងចុចពាក្យ scan រួចយកទៅ scan ជាមួយនឹង QR code របស់កាមេរ៉ាបន្ទាប់មកចុច next កន្លែងនេះបំពេញជាមួយនឹង password Wi-Fi របស់យើងហើយត្រូវប្រើជាមួយនឹង Wi-Fi 2.4G រួចចុច next ម្ដងទៀតរួចធ្វើការរងចាំវាបន្តិចសិននៅពេលដែលវាដំណើរការរួចរាល់ចុច OK តែប៉ុណ្ណឹងគឺយើង add កាមេរ៉ារួចរាល់ហើយចំពោះប៊ូតុងរូបកាមេរ៉ាមួយនេះគឺវាថតរូបសញ្ញាចេញពីកាមេរ៉ាផ្ទាល់ហើយកាមេរ៉ាមួយនេះវិញគឺវាថតវីដេអូចេញពីកាមេរ៉ាផ្ទាល់ហើយរូប macro មួយនេះវិញគឺសម្រាប់យើងនិយាយឆ្លងចេញពីទូរស័ព្ទទៅកាន់កាមេរ៉ាសុវត្ថិភាពចំពោះកន្លែងមួយនេះវិញគឺជាកន្លែងសម្រាប់យើងជ្រើសរើស resolution របស់កាមេរ៉ា record ចំពោះប៊ូតុងមួយនេះវិញគឺសម្រាប់យើងបើកភ្លើង spotlight ហើយប៊ូតុងចុងគេមួយនេះវិញគឺសម្រាប់បើកភ្លេង siren ហើយកន្លែង joystick មួយនេះវិញគឺកន្លែងសម្រាប់យើងបង្វិលកាមេរ៉ា360 degree កន្លែងមុខងារ playback មួយនេះវិញគឺសម្រាប់យើងមើលវីដេអូចាស់ៗដែលកាមេរ៉ាបាន record ទុកហើយយើងអាចជ្រើសរើសថ្ងៃខែនិងម៉ោងដែលយើងចង់បង្វិលទៅមើលបានចំពោះកន្លែង event មួយនេះវិញគឺជាវីដេអូសំខាន់នៅពេលដែលកាមេរ៉ាចាប់បានសកម្មភាពអ្វីមួយគឺវាធ្វើការ record ទុកនៅកន្លែងមួយហ្នឹងបើយើងចុចខ្សែខាងលើមួយនេះគឺយើងចូលទៅកាន់ setting ចំពោះមុខងារដំបូងគេគឺជាមុខងារ Wi-Fi កន្លែងនេះយើងអាចធ្វើការផ្លាស់ប្ដូរ Wi-Fi បានប៉ុន្តែអាចប្រើបានតែ Wi-Fi 2.4G តែប៉ុណ្ណោះមុខងារបន្ទាប់គឺជាកន្លែង AI detection មុខងារដំបូងគេគឺជាមុខងារ motion detection មុខងារមួយហ្នឹងបើសិនជាយើងបើកទៅហើយមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងឲ្យបានដឹងមុខងារបន្ទាប់គឺជាមុខងារ human detection មុខងារមួយហ្នឹងបើយើងបើកទៅហើយមានមនុស្សឆ្លងកាត់កាមេរ៉ាគឺវានឹងផ្ញើសារមកកាន់យើងឲ្យបានដឹងហើយមុខងារចុងក្រោយគឺជាមុខងារ vehicle detection មុខងារមួយហ្នឹងនៅពេលដែលយើងបើកទៅហើយមានយានយន្តឆ្លងកាត់កាមេរ៉ាសុវត្ថិភាពគឺវានឹងផ្ញើសារឲ្យយើងដឹងចំពោះមុខងារ auto tracking វិញនៅពេលដែលយើងបើកទៅហើយនៅពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាគឺវានឹងធ្វើការបង្វិលងារទៅតាមសកម្មភាពមួយហ្នឹងចំពោះកន្លែង detection area មួយនេះវិញយើងអាចធ្វើការដាក់គំនូរ zone នៅតំបន់ជាក់លាក់មួយណាបានហើយនៅពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់ zone មួយហ្នឹងគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងហើយមុខងារ detection sensitivity វិញបើយើង set level ទាបគឺមុខងារ detection មិនសូវចាប់នោះទេបើយើងដាក់ level ខ្ពស់ទោះបីជាមានសកម្មភាពតិចតួចមុខងារ detection នៅតែដំណើរការចំពោះកន្លែង period មួយនេះវិញយើងអាចធ្វើការដាក់ schedule បានបើសិនជាយើងចង់ឲ្យមុខងារ detection ដំណើរការនៅម៉ោងណាមួយឬថ្ងៃណាមួយយើងអាច set នៅកន្លែងនេះដោយយើងអាចជ្រើសរើសថ្ងៃខែនិងម៉ោងដែលវាមានម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់នៅពេលដែលយើង set ហើយយើងចុច save មកគឺមុខងារ detection នឹងដំណើរការតាមការវិភាគហ្នឹងហើយមុខងារបន្ទាប់គឺជាមុខងារ AI linkage មុខងារដំបូងគឺជាមុខងារ siren មុខងារមួយហ្នឹងនៅពេលដែលកាមេរ៉ា detect បានអ្វីមួយគឺវានឹងបញ្ចេញសំឡេង siren ភ្លាមហ្មងហើយយើងធ្វើការសេរីកម្រិតសំឡេង siren បានផងដែរហើយយើងក៏អាចជ្រើសរើសប្រភេទ siren បានផងដែរចង់ប្រើប្រាស់ជាភាសាក៏បានឬមួយក៏សំឡេង siren ក៏បានហើយមុខងារមួយទៀតគឺជាមុខងារបាញ់ភ្លើង spotlight មុខងារមួយហ្នឹងនៅពេលដែលយើងបើកទៅហើយកាមេរ៉ាចាប់បានសកម្មភាពអ្វីមួយគឺវានឹងធ្វើការបាញ់ភ្លើង spotlight មកភ្លាមហ្មងហើយយើងក៏អាចសេរីជា mode របស់ភ្លើងក៏បានដែរមានមុខងារបាញ់ជា flash
ឬមួយក៏បើកភ្លើង spotlight ជាប់ហើយក៏អាចស្រែកជាមួយកម្រិតពន្លឺបានដូចគ្នាហើយយើងក៏អាចស្រែកជាមួយវិនាទីរបស់វាបានផងដែរម្យ៉ាងទៀតយើងក៏អាចស្រែកជាមួយនឹង period របស់ spotlight បានដូចគ្នាដែលឧទាហរណ៍យើងអាចធ្វើការឲ្យវាដំណើរការនៅតែពេលយប់និងបិទនៅពេលថ្ងៃនៅពេលដែលយើង set ហើយយើងចុច save មកចំពោះកន្លែង make adjustment មួយនេះវិញកន្លែង flip មួយនេះបើសិនជាកាមេរ៉ារបស់យើងបង្ហាញរូបភាពមិនច្បាស់យើងអាចបិទបើកទៅតាមនឹងបានចំពោះ detection box មួយនេះវិញគឺវាធ្វើការដាក់ជាប្រអប់ទៅលើ object ដែលវាចាប់បានចំពោះនៅក្នុងកន្លែង night mode វិញគឺជាមុខងារថតនៅពេលយប់មុខងារដំបូងគឺជា smart illustration គឺវានឹងថតជា color នៅពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាចំពោះមុខងារ white light វិញគឺវានឹងធ្វើការបាញ់ភ្លើង spotlight ពេញមួយយប់ដើម្បីថតជា color រហូតចំពោះមុខងារ IR នេះវិញគឺវានឹងថតជាងជាសខ្មៅបើយើង close illustration វិញកាមេរ៉ាមិនប្រើប្រាស់មុខងារ night mode នោះទេគឺវាប្រើប្រាស់ភ្លើងមជ្ឈដ្ឋានខាងក្រៅដើម្បី record ចំពោះនៅកន្លែង recording មួយនេះវិញបើយើងប្រើប្រាស់ជាមួយនឹងមុខងារ record event កាមេរ៉ានឹងធ្វើការ record នៅពេលដែលមានសកម្មភាពឆ្លងកាត់តែប៉ុណ្ណោះបើយើងបើកមុខងារ general recording វិញគឺវានឹងធ្វើការ record ជាប់រហូតប៉ុន្តែយើងអាច set ជា schedule បានដែលយើងអាច set តាមថ្ងៃនិងម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់ឧទាហរណ៍បើសិនជាកាមេរ៉ារបស់យើងដំណើរការមិនប្រក្រតីយើងអាចចូលកន្លែងនេះមកដើម្បីធ្វើការ restart ប៉ុន្តែបើយើងចង់ធ្វើការ reset វិញយើងចុច delete មករួច tick កន្លែងប្រអប់នេះនិងចុច delete device រួចធ្វើការចុចប៊ូតុង reset ទៅលើកាមេរ៉ាយើងចុចរហូតដល់ទៅឮសំឡេងបន្ទាប់មករងចាំវាដំណើរការឡើងវិញនិងវាលោភ្លើងពណ៌បៃតងចាំយើងធ្វើការ scan វាម្ដងទៀត